ឲ្យចិត្តគ្នាអង្គការ ACT បង្កើតនៅឱកាសឲ្យពួកយើងបានស្គាល់គ្នាខ្លាចជាមិត្តល្អទូនឲ្យការដែលធ្វើប៉ះពាល់ដោយជាការខុសខាតដែលបង្កដោយការប្រែប្រួលអាកាសធាតុជាជាប់ជួបឬតែចំនួនរៀងច្រើនថ្ងៃជាប់គ្នាថ្ងៃជាប់គ្នាបានអរគុណច្រើនណាស់តែលើទីនេះដំណោះបាទហើយទីនេះនឹងប្រព័ន្ធសុខភាពសាស្ត្រហើយទីផ្សារពុទ្ធពីទីទៅនឹងសហគមន៍ចូលរួមប្រមូលនិងវិភាគទៅនីតិកម្មចូលរួមទីមួយគឺមានចូលរួមមានការដំណោះតន្ត្រីច្បាប់ហើយទិន្នន័យអាចដល់ពីទិន្នន័យទៅនឹងសមាជិកក្នុងសហគមន៍ហើយទី3ទៅនឹងការប្រើទូរស័ព្ទអាចលើផតាំងជួយដល់កសិករតាមបងជនបទដូចជាការធ្វើហាន់ទីជាការកាត់ឡើងទៅមានធម្មជាតិមួយជួយទៅក្នុងជីវិតមួយទៀតទៅនឹងចំហើយការចំគោលដៅក្នុងការជួយបាទហើយមួយមុនទៅនឹងឧទាហរណ៍ទៅនឹងសហគមន៍តាមសហគមន៍ការជំរុញថ្លៃផលិតកម្មនិងការរក្សានៅលើកសិករហើយចំនួនទី2គឺការកំណត់នៅតម្លៃការកំណត់តម្លៃសមរម្យគឺអាចជួយបង្កើនការប្រកួតប្រជែងទៅតិចកន្លែងនេះគឺថាគឺក៏អាចប្រកួតប្រជែងបានដោយស្មារតីនេះដែលមានការរែកមួយនៅតម្លៃទេហើយតើថាទៅតាមពេលវេលាគុណភាពនៅបរិមាណជាដើមហើយតើទី3តម្លៃទីផ្សារកសិកម្មគួរត្រូវកំណត់ដោយកម្លាំងទីផ្សារហើយចំពោះសំណួរទី4សុខាសាមានទីណាដើម្បីធានាថាកសិករទទួលបានចំណូលសមរម្យពីផលិតផលរបស់ពួកគេជាម្ល៉េះគឺដើម្បីធានាបានថាកសិករទទួលបានចំណូលសមរម្យពីការផលរបស់ពួកគេគាត់ទៅគួរទី1គឺគុណភាពផលិតផលបើសិនជាផលិតផលរបស់គាត់នេះគុណភាពល្អគឺតម្លៃរបស់គាត់រៀងគួរគាត់ទទួលបានចំណូលល្អគួរសមហើយមួយទី2គឺធានាបានការគ្រប់គ្រងបើសិនជាគាត់អាចធានាថាមានពេលវេលាមកនៃការគ្រប់គ្រងរបស់គាត់មិនថាទៀតគាត់អញ្ចឹងក៏ជាការមួយដើម្បីឲ្យមានទីផ្សារល្អសម្រាប់គាត់ដែរហើយទៀតតើតើជាមួយនឹងការធ្វើផលិតកម្មតាមពេលសន្យាអញ្ចឹងមុនការដាក់អស់គាត់មានពេលទី1គឺថាតើប្រព័ន្ធគ្រប់គ្រងស្រោបរបស់បានសិទ្ធិគូមានអ្វីខ្លះសម្រាប់ឆ្លងតាមរយៈរបស់សមាជិករបស់ក្រុមខ្ញុំគាត់បានបន្តជំរុញទៅជាមួយឧបករណ៍ក្នុងពេលវេលាដែលថាមើលអញ្ចឹងខ្ញុំក៏មានធ្វើឲ្យមានសិទ្ធិទៅលើប្រព័ន្ធសន្តិភាពដែរទី2ទៅជាមួយនឹងប្រព័ន្ធសន្តិភាពទឹកដែលហៅថា irrigation ដូចជាប្រព័ន្ធប្រឡាយទឹកឬទឹកស្អាតទៅដូចទៅគឺមកទឹកសូមតទៅដល់ជំនួយទីសូមថាតើកសិករគួរត្រូវបានចូលរួមទឹកក្នុងការគ្រប់គ្រងប្រព័ន្ធទឹកស្រោចជារបស់សមាជិកក្រុមខ្ញុំគាត់បានពិភាក្សាទៅថាយើងទៅមានដំណើរលើឧបករណ៍យើងជាចាស់ដើម្បីរកថាមានដំណើរការយើងមិនដំណើរការហើយយើងមិនដំណើរហើយមុនពេលក្នុងពេលក្រោយពេលខ្លាចពីយើងបានខាងថាគេសូមបន្តលើទី3គឺថាតើមានបញ្ហាអ្វីខ្លះក្នុងការគ្រប់គ្រងទឹកសម្រាប់ដំណាំនិងការចិញ្ចឹមសត្វនៅទីតាំងជនបទចំពោះបញ្ហាគឺមានដូចជាកង្វះប្រភពទឹកស្អាតនិងកសិករមួយចំនួនមិនទទួលយកសិនតែអស់គាត់មានតាមទុនក្នុងការថាគាត់ចង់ធ្វើបាទយ៉ាងទៅដល់ការប្រើគុំរោជំរឿជ្រើសរើសប្រើសូឡាទៅគាត់មានតាមទុនគ្រប់នៅក្នុងការស្ដារទីប្រភពទឹកនៅក្នុងទៅជាទឹកស្អាតដែលសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មបាទសូមតចូលសំណួរទី4គឺថាតើអាចប្រើបច្ចេកវិទ្យាថ្មីៗឧទាហរណ៍ថាសូឡាឬក៏ just internet of things របស់គាត់អស់គឺមានចូលជាមួយ internet ហើយដើម្បីធានាការគ្រប់គ្រងទឹកឲ្យបានទៅពេលវេលាសំខាន់ដែរតែកំពុងអ្នកមានទឹកស្អាតបាននៅក្នុងការធ្វើក្នុងខ្សែកម្មគ្រប់គ្រងតែទៅសម្រាប់បន្តការក្រុមសមាជិកក្រុមរបស់បាននិយាយថាគាត់លើកថាចំពោះបច្ចេកវិទ្យាថ្មីគឺប្រព័ន្ធនេះទេណាក៏ជាស្ដាយក៏ពួកខ្ញុំក៏លើកថាធម្មតាហ្នឹងទៅជាការកែច្នៃឬក៏ទៅជាការចុះបញ្ជីបែបសហគមន៍ក្រិនខ្នាតតូចឬក៏ខ្នាតមធ្យមអីហ្នឹងមានហើយក្នុងចំណោមយើងថាអត់បានទៅជួយកសិករឬក៏ខ្លួនឯងហ្នឹងអភិវឌ្ឍទៅជាសហគ្រិនអីទេណោះចាអរគុណច្រើនអញ្ចឹងត្រង់មកតកតទៅនឹងការធ្វើកសិកម្មចានៅពេលដែលយើងជួបប្រទះនៅហានិភ័យគ្រោះរាំងស្ងួនឬក៏គ្រោះទឹកជំនន់ឬក៏បញ្ហាគ្រោះមហន្តរាយផ្សេងៗដូចខ្យល់ព្យុះឬក៏សត្វល្អិតអីផ្សេងៗហ្នឹងតើនៅពេលដែលយើងជួបប្រទះទាំងអស់ហ្នឹងជីវភាពរបស់យើងឥឡូវខ្ញុំសួរត្រឹមក្នុងចំណោមពីយើងណាតើយើងជួបប្រទះបញ្ហាបំណុលច្រើនទេមើលអ្នកនៅទីនេះប្រហែលអ្នកដែលមានបំណុលដោយសារបញ្ហាដែលយើងជួបប្រទះនៅគ្រោះរាំងស្ងួនឬគ្រោះមហន្តរាយហ្នឹងមានអ្នកជាប់បំណុលទេបើឥឡូវថាអ្នកដែលជាប់បំណុលតាមលើដៃខាងអត់ឲ្យចាំសួរមកអ្នកដែលទៅជាអ្នកចូលរួមជាអ្នកកសិករទេអ្នកលើដៃកសិករដែរមែនអញ្ចឹងអត់ចាយើងលើបានចឹងប្រហែលអ្នកជាប់បំណុលថាសុំស្មោះបងលើដៃមើលមានទេអត់មានទេណោះតែគ្រូសួរចង់សំណួរទៅលើបំណុលដល់ពេលដែលជួបបញ្ហាគ្រោះហានិភ័យផ្សេងៗឬគ្រោះហានិភ័យកសិកម្មទៅលើទាំងអស់មានណាគ្រោះធម្មជាតិច
ចាគ្រោះធម្មជាតិដែលកើតមានឡើងគឺប៉ះពាល់ដល់កសិកម្មដល់មុខរបររបស់យើងដល់អ្វីដែលយើងបានដាំដុះហ្នឹងហើយធ្វើឲ្យយើងទៅជាប់បំណុលដោយសារនៅពេលដែលយើងទៅខ្ចីលុយពលគេមកយើងហាននឹងទទួលផលបានយើងនឹងសងគេទៅវិញប៉ុន្តែចៃដន្យអីវាគ្រោះតែស្ងួតចាអញ្ចឹងវាធ្វើឲ្យចំនួនផលិតផលហ្នឹងมันអាចទទួលបានការគ្រោះទុកទេអញ្ចឹងធ្វើឲ្យយើងអាចលក់បានថ្លៃដើម្បីយកថវិកាទៅសងគេបានអញ្ចឹងធ្វើឲ្យយើងហ្នឹងខ្លាយទៅជាអ្នកជាប់បំណុលចាកសិករមានកសិករនៅរបស់កូនដៅមានប្រហែលជាប្រមាណ%នៅក្នុងចំណោមកសិករ វាច្រើនសឹងតែ100%ព្រោះអីវាច្រើនគាត់យកដើមទុនដែលគាត់ធ្វើដូចជាធ្វើស្រែអញ្ចឹងគាត់ទៅជីយកអីគាត់អត់ដល់លុយគេទេអញ្ចឹងគេច្រើនហ្មងតែគាត់ប្រើលុយមកបាយសាក់ក្រឹននេះគាត់ទីពោគាត់ចាទីពោអ្នកផ្សេងទៀតស្រៀមចឹងឯករណីចឹងថាខ្ញុំយកដោយសារកសិករគាត់អ្នកធ្វើច្រើនតែតដល់ពេលមន្ត្រីអញ្ចឹងអ្នកអប់រំអញ្ចឹងមិនជាប់បំណុលផ្នែកហ្នឹងមិនអាចជាប់បំណុលផ្នែកថាផ្សេងដូចជាការប្រពន្ធឬក៏ដូចជាពីម៉ូតូទិញឡានឬថាអីចឹងណាចាតែអញ្ចឹងអត់មិនច្រើនបានជួយណាឆ្លើយចាតែអញ្ចឹងអត់មិនច្រើនហើយមុននឹងចូលទៅមេរៀនរបស់ខ្ញុំនឹងចែកជាក្រុមចាអញ្ចឹងសូមបានរកលេខ1ដល់លេខ3ដើម្បីពិភាក្សាក្រុមហើយយើងមានពេល15នាទីដើម្បីទៅឆ្លើយសំណួរហើយបន្ទាប់មកយើងឡើងមកធ្វើបទបង្ហាញចាអញ្ចឹងសូមរក6ដល់